បើសិនជាមិនឲ្យតុលាការកាត់ក្តីទេរឿងនេះវាដូចជាតំបន់ហ្គាហ្សារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដូចគ្នាដល់ជាប់នេះដល់ជាប់នេះហើយវៃគ្នារហូតបើមិនតូចធំបើមិនធំតូចប៉ុណ្ណឹងអញ្ចឹងតើខ្លាចអីនឹងទៅកាន់តុលាការបើសិនជាយើងមានចិត្តស្មោះត្រង់កម្ពុជាគ្មានត្រូវការបិទត្រូវការទឹកដីតារាទេកម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយកម្ពុជាក៏មិនទាមទារយកដីត្រឡប់មកវិញដែរតែកម្ពុជាសូមរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះមិនអាចឲ្យនរណាផ្សេងមកដណ្ដើមទទួលយកទេកម្ពុជាបានធ្វើការចរចាជាមួយវៀតណាមបោះបកគោលរួចជាស្រេចចំនួន84%រួចស្រេចទៅហើយនៅសល់ 16% ទៀតកំពុងតែធ្វើការចរចាហើយភាគីទាំងពីរគោរពគ្នាទៅវិញទៅមកកម្ពុជាជាមួយឡាវបានចរចាបោះបកគោលព្រំដែនចំនួន 86% ហើយនៅសល់ 14% ទៀតកំពុងបន្តការចរចាដោយមានការគោរពគ្នាក៏ប៉ុន្តែព្រំដែនកម្ពុជាថៃ25ឆ្នាំគឺអត់តាន់បានធ្វើអីក្រៅតែពីដើររកបកគោលប្រមាណនោះតែប៉ុណ្ណោះហើយចំណុចរសើបទាំងប្រមាណគឺបើមិនដោះស្រាយទេរឿងនេះវាជាការបន្តហើយខ្ញុំសូមបញ្ជាក់ថាមិនមែនយកបញ្ហាការប្រឹងប្រែងមួយនេះហើយបញ្ឈប់នៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃលើវិស័យលើគ្រប់វិស័យដែលវាហួយមកហើយទេរឿងក្តីគឺក្តីតែរឿងសហប្រតិបត្តិការនៅតែសហប្រតិបត្តិការមិត្តភាពរបស់យើងត្រូវតែមាន